ban chiaប្រជាជនខ្មែរយើងចូលចិត្តប្រើប្រាស់ Toyota Prius បាទវា hybrid ដែលសំចៃណាអ្នកណាក៏ចង់បានសំចៃហើយអ្នកណាក៏ចង់បានឡានដែលមានគុណភាពដែរអញ្ចឹង brand Toyota នេះគឺថាដូនតាឡានហើយមមធន់តោះឥឡូវនេះតើទស្សនាទាំងអស់គ្នាថាមានអ្វីដែលចម្លែកបងសុំសួរមួយប្រភេទរថយន្ត Toyota Prius ហ្នឹងតើមានលក្ខណៈពិសេសអ្វីខ្លះដែលតាក់ទាញអារម្មណ៍អតិថិជនមកប្រើរថយន្តមួយគ្រឿងហ្នឹងមកអូនមានច្រើនមែនទែនឥឡូវនេះបងនឹងរាយរាប់ប្រាប់អស់ថាមូលហេតុអ្វីដែលតាក់ទាញអតិថិជនរបស់យើងឬក៏អ្នកប្រើប្រាស់ហ្នឹងច្រើនមែនទែនដែលដកចិត្តមិនរួចហើយជារៀងរាល់ថ្ងៃគឺមានការប្រើប្រាស់ហ្នឹងគឺកើនឡើងមែនទែនសម្រាប់នៅប្រទេសកម្ពុជាយើងមកបាទចំណុចពិសេសរបស់វាគឺវាធំទូលាយខ្លាំងតែម្ដងមិនមែននេះណាមើលកន្លែងក្លុកដាក់ជើងបាទនេះបាទឃើញទេបាទហើយជាពិសេសគឺកញ្ចក់អូតូទាំងអស់បាទអូតូទាំង4តែម្ដងហើយនេះបាទបើចំណាយplug in នេះវិញគេអាចសាកថ្មបានទៀតនេះហើយបើខាងក្រោយនេះវិញនេះបាទដាក់អីវ៉ាន់ទៅមកកកកគៀយហើយចំណុចពិសេសមួយទៀតណានៅពីក្រោយនឹងក៏បានដែរបាទនេះបត់មកទាំងអស់ហ្នឹងក៏បានដែរអញ្ចឹងណាបាទតោះឥឡូវនេះមកមើលមួយចំណុចផ្សេងទៀតទំនើបដូចលុចស៊ីអញ្ចឹងបងប្អូនណាមានកៅអីចុចមានអីចកោតស្បែកបាទ speaker JBL អូកប់សេរីតែម្ដងបងមកឯងរៀបរាប់មិញអស់ហើយឬនៅមានអីពិសេសទៀតអត់នៅច្រើនទៀតរៀបរាប់មិនអស់ទេរថយន្តមួយគ្រឿងនេះគឺមានពងសុវត្ថិភាពរហូតដល់9គ្រាប់អាយ៉ូបាទស្មើនឹងលុចស៊ី NX បាទ 200T ដែលមានតម្លៃរាប់ម៉ឺនដុល្លារអញ្ចឹងទៅហើយមានប្រាង្គ ABS ទៀតបាទប្រាង្គ ABS អញ្ចឹងគឺមានន័យថាសុវត្ថិភាពមែនទែនហើយឡានដែលនាំចូលមកពីសហរដ្ឋអាមេរិកមមធន់តែអួតនេះគឺអួត brand របស់ Toyota តែម្ដងគឺធន់មមទលាយហើយជាពិសេសគឺសុវត្ថិភាពលើការបើកបរតែម្ដងចឹងបងឡានបងមានតែ2 3គ្រឿងក្នុងឃ្លាំងហ្នឹងឯងបងមែនទេអូនមានច្រើនទៀតដោយសារលក់អស់វ៉ាវលក់អស់លេងលក់អស់នេះមកមើលតិចឃើញវាលបាទវាលលឿនតិចនេះទៀតលឿនតិចអូនលឿនតិចបាទនេះលក់អស់លេងហើយឃើញលក់អស់ហើយនេះសល់តែប៉ុណ្្នឹងទេហើយអាក្រោយនេះក៏គេកក់គេអីចឹងដែរណាបងម៉ែនិយាយលេងយីមែនខ្ញុំមើលមិញឡើងក្នុងឃ្លាំងឡើងវាលអស់លេងហើយឥឡូវចូលឆ្នាំខ្មែរខាងមុខនេះតើពួកខ្ញុំបានអ្វីលក់ដែរបងនៅមានទៀតបាទអត់អស់ទេនេះនៅខាងមុខដែរនេះសល់ប្រហែលគ្រឿងទៀតបាទមាន012 013 014 010 11ហើយបងអាចបងរំលោះក៏បានទិញដាច់ក៏បានវាយដូរក៏បានបងរំលោះជាមួយឃ្លាំងក៏បានបងជាមួយធនាគារក៏បានដែរបាទបងប្អូនទាំងអស់គ្នាមិនត្រឹមតែនៅប៉ុណ្ណឹងទេយើងក៏មានរថយន្តមកតាមផ្លូវដែរយើងអាចកក់ហើយស្អែកនេះគឺយើងមានបើកទូផងដែរ2គ្រឿងហើយ2 3ថ្ងៃទៀតក៏យើងបើកទូច្រើនទៀតដែរអញ្ចឹងស្រឡាញ់មួយណាអាចអញ្ជើញប្រឹក្សាយោបល់អាចឆាតចូលពេកបានអរគុណច្រើនជម្រាបលាបាយបាយ